អូខេជំរាបសួរបងប្អូនទាំងអស់គ្នាចឹងឥឡូវនេះខ្ញុំនឹងប្រាប់ពីរបៀបនៅក្នុងការយើងប្រើ VPN ណាអូខេអញ្ចឹងនេះជា link VPN ដែលយើងត្រូវប្រើហើយអឺ VPN នេះផងដែរគឺយើងអាចប្រើនៅលើ Chrome browser ផ្សេងៗគឺបានច្រើនហើយវា free អត់គិតថ្លៃទេតោះឥឡូវចង់ដឹងថាគេប្រើរបៀបម៉េចឥឡូវយើងធ្វើការបើកនៅ ChatGPT របស់យើងមកហើយយើង copy website របស់ Sora ចូលណាអូខេ sorry នេះ Sora ណាអូខេអញ្ចឹងត្រង់កន្លែងនេះយើងអូខេ account នេះអត់មាន Sora ទេអូខេឥឡូវខ្ញុំមកដាក់ Sora តែម្ដងទៅដើម្បីតេស្តឲ្យបងៗទាំងគ្នាមើលអូខេនេះឃើញថា Sora is not available in Cambodia អញ្ចឹងយើងត្រូវប្រើ VPN ដើម្បីប្រើប្រាស់បានណាតោះឥឡូវយើងទៅប្រើរបៀបម៉េច VPN គឺយើងទៅការបើក tab មួយទៀតមកនេះ email របស់ខ្ញុំហើយឥឡូវនេះខ្ញុំ copy នេះ copy link នឹងចូលអូខេខ្ញុំផាសវានេះហើយយើង enter ទៅត្រង់កន្លែងនេះគឺវាមានពាក្យថា add to Chrome អូខេយើង add វាមកហើយយើងយកពាក្យថា extension add ណាតើខ្ញុំបើកវាធំតិចចឹងគឺ free ទេបង VPN នេះតែពេលឲ្យវាចេញជាតម្រងចេះចឹងយើងកុំខ្វល់យើងធ្វើការបិទវាចោលមកហើយយើងមើលទៅកន្លែងស្ដាំដៃខាងលើនេះណាគ្រប់ browser ទាំងអស់មិនថា Firefox Chrome ឬក៏Microsoft ទេគឺមាននេះកន្លែង extension នៅខាងលើហ្នឹងចឹងគឺវា load មកហើយពេលដែលយើង add ហើយចឹងយើងចុច pin វាមួយមកតោះឥឡូវយើងបើកវាទាំងអស់គ្នាហើយខ្ញុំតេស្តរួចហើយ VPN free VPN នេះគឺល្អហ្នឹងហើយយើងអាចប្រើបានហើយវាសុវត្ថិភាពដូចគ្នាអូខេយើង continue មកអូខេនេះយើងបើកវាម្ដងទៀតមកចេញហើយនេះយើងដាក់ no continue as free ចឹងមកហើយត្រង់កន្លែងនេះយើងទៅរើសប្រទេសនេះយើងចុចកន្លែងនេះមួយមកហើយយើងដាក់ថា USA នេះចឹងគឺវាមានហើយចឹងយើងចុច connect វាមកនេះគឺថាលឿនណាបងគឺជាប់អីនេះ USA ឥឡូវយើងទៅបើកម្ដងទៀតទៅលើ Sora ចង់ដឹងថាវាចេញអត់នេះ Sora របស់យើងមិញឥឡូវយើង refresh វាមើលមកអូខេគឺចេញហើយបងប្អូននេះឥឡូវយើងដាក់ឈ្មោះដាក់អីចឹងមកនេះអញ្ចឹងយើងឃើញថាយើងអាចប្រើបានហើយ VPN ជាមួយនឹង Sora អញ្ចឹងមានតែប៉ុណ្្នឹងទេទៅលើSora 2ជាមួយនឹង VPN តែថ្មីណាអញ្ចឹងសូមអរគុណនិងសូមជម្រាបលា